ក្រឹងក្រឹងក្រឹងគោលាន់លាយឡំនឹងភៀវភ្លៀងប្រៀបបីដូចជាបាក់មេឃរថយន្តធ្លាប់តែធ្វើចរាចរណ៍ហូរហាក៏កាន់តែស្ងាត់ទៅមិនដឹងជាទៅទាន់ឬក៏អត់ទេយើងបើភ្លៀងម្លឹងមើលភ្លើលេងចង់ឃើញយ៉ាងនេះបុរសប្តីប្រាប់ទៅប្រពន្ធដែលអង្គុយជិតខ្លួននឹងចាំងតែប្រាប់ដាស់តឿនជានិច្ចថាប្រយ័ត្នប្រយែងណាបងភ្លៀងខ្លាំងណាស់យកល្អយើងគួរតែឈប់សម្រាកទីណាសិនទៅខ្លាចមានគ្រោះថ្នាក់មិនកើតទេអូនឃើញទេយប់ហើយបើយើងមិនរត់រះនឹងកាន់តែយ៉ាប់ជាងនេះទៅទៀតប្តីប្រពន្ធក្មេងៗមួយគូនេះជាអ្នកទីក្រុងបានមកតាក់តងរឿងការងារតាមខេត្តក្រោយពីតាក់តងការងាររួចពួកគេប្រញាប់រត់រះត្រឡប់មកវិញព្រោះថ្ងៃកាន់តែរសៀលណាស់ហើយដោយសារភ្លៀងខ្លាំងពេកទើបគេមិនអាចបើកឲ្យលឿនតាមកំណត់បានធ្វើឲ្យយុគពាក់កណ្ដាលផ្លូវលែងដឹងទិសតំបន់លែងស្គាល់ស្រុកស្គាល់ភូមិថាជាកន្លែងណាអស់មិនយូរប៉ុន្មានភ្លៀងធ្លាក់រហូតលិចថ្នល់ដុំធ្វើឲ្យពួកគេមិនអាចបើកបរបន្តទៅទៀតបានបុរសជាប្តីក៏ងាកទៅពិភាក្សាជាមួយប្រពន្ធថាយើងមិនអាចធ្វើដំណើរទៅមុខទៀតបានទេខ្លាចក្រែងមានភ្លឺដាច់នាំឲ្យមានគ្រោះថ្នាក់យើងគួររកកន្លែងឈប់សម្រាកសិនទេបងមើលទៅខាងមុខមានពន្លឺភ្លើងប្រហែលជាមានផ្ទះអ្នកស្រុកហើយលោហើយយើងទៅសុំគេជ្រកភ្លើងកន្លែងនោះតែម្ដងទៅដល់ទន្ទឹមនឹងភ្លើងនោះពីរអ្នកប្តីប្រពន្ធក៏ចាក់សោទ្វាររថយន្តទុកចោលយ៉ាងជាប់លាប់រួចដើរទៅរកពន្លឺភ្លើងនោះភាពងងឹតធ្វើឲ្យពីរអ្នកប្តីប្រពន្ធមិនអាចមើលឃើញអ្វីទាំងអស់ក្រោយពីពន្លឺចង្គៀងប្រេងកាតនិងមនុស្សម្នាក់អង្គុយស្ទង់បែរខ្នងមិនដឹងជាកំពុងធ្វើអ្វីមេឃនៅតែផ្គរក្រឹងខ្យល់បោកលាយឡំនឹងគ្រាប់ភ្លៀងយ៉ាងត្រជាក់ស្រឹបពីរអ្នកប្តីប្រពន្ធទៅដល់មុខផ្ទះស្រែកហាយម្ចាស់ផ្ទះតិចព្រោះម្ចាស់ផ្ទះនៅតែអង្គុយស្ងៀមបែរខ្នងដាស់មិនព្រមងាកឬធ្វើចលនាអីបន្តិចសោះស្លាប់ហើយពីរអ្នកប្តីប្រពន្ធស្ទើរស្លុតពេលបានឃើញម្ចាស់ផ្ទះនោះងាកមកជាផ្ទៃមុខរបស់បរិសចំណាស់អាយុប្រហែលជា60ឆ្នាំទុកសក់វែងគួរឲ្យខ្លាចមុខមាត់ស្គមស្លេកស្លាំងសួរប្តីប្រពន្ធទាំងពីរថាពួកឯងជាអ្នកណាពួកយើងធ្វើដំណើរទៅកាន់ទីក្រុងប៉ុន្តែភ្លៀងខ្លាំងពេករហូតលិចថ្នូរដុំទៅហើយពួកយើងមិនហ៊ានបន្តដំណើរទើបមកសុំច្រកភ្លៀងសិនហើយបុរសជាម្ចាស់ផ្ទះអញ្ជើញអ្នកទាំងពីរឲ្យចូលក្នុងផ្ទះដែលមានគ្រែអង្គុយនិងចង្គៀងប្រេងកាតមួយនៅឆេះផ្លុងប្រសិនបើភ្លៀងមិនរាំងតើពួកឯងគិតយ៉ាងម៉េចបន្តទៀតសំឡេងរបស់ម្ចាស់ផ្ទះសួរបន្តទៀតធ្វើឲ្យពីរអ្នកប្តីប្រពន្ធសម្លឹងមុខគ្នាបុរសជាប្តីឆ្លើយទៅវិញទាំងរដាក់រដប់ថាប្រសិនបើភ្លៀងមិនរាំងពួកយើងនឹងសុំរំខានសម្រាប់ជាមួយលោកអ៊ំមួយយប់ហើយបុរសនោះសើចទាំងមានអត្តកម្បាំងធ្វើឲ្យពីរអ្នកប្តីប្រពន្ធបាសរោមព្រោះបរិយាកាសមិនគួរឲ្យទុកចិត្តបន្តិចសោះបានសម្រាប់ទីនេះហើយយើងមិនបារម្ភទេនឹងចាំងមានមិត្តនៅជាមួយដែរប្តីប្រពន្ធធ្វើមុខជ្រួញដាក់គ្នាព្រោះមិនយល់ពីអត្ថន័យដែលតាចាស់នោះនិយាយភ្លាមនោះពួកគេក៏ឈប់សន្ទនាគ្នានៅពេលបានឮសំឡេងធ្ងន់ធ្ងរចេញពីខាងក្រោមខ្ទមវាជាអាការៈសម្ដែងរបស់មនុស្សមានការឈឺចាប់យ៉ាងខ្លាំងក្លានៅពេលបរិសជាប្តីរៀបនឹងហើបមាត់សួរស្រាប់តែតាចាប់ប្រាប់ដោយខ្លួនឯងថាគឺប្រពន្ធរបស់យើងវាត្រីចងជាមួយច្រវាក់នៅក្នុងបន្ទប់ឯណោះតាចាស់និយាយប្រាប់តែប៉ុណ្ណោះក៏ឈប់ទៅមិនបានបញ្ជាក់ឲ្យអស់សេចក្តីឡើយបន្ទាប់មកគាត់ក៏ដើរញ័រជួយទៅក្នុងបន្ទប់នោះទៅហេតុការណ៍ដែលកើតឡើងនៅចំពោះមុខប្តីប្រពន្ធយ៉ាងពីរនាក់ធ្វើឲ្យពួកគេចម្លែកចិត្តយ៉ាងខ្លាំងរហូតខ្លាចជាភ័យខ្លាចបុរសចំណាស់ម្នាក់នោះស្គមធួយមុខជ្រុងសល់តែស្បែកនឹងឆ្អឹងសក់វែងក្រញ៉េក្រញាស់ខ្លួនប្រានប្រឡាក់ស្រមក់ដូចមនុស្សមិនបានសម្អាតខ្លួនមករាប់ឆ្នាំអីចឹងពេលនិយាយស្ដីសើចឬធ្វើចលនាមានសកម្មភាពខុសប្លែកពីមនុស្សធម្មតាទាំងអស់មិនគួរឲ្យទុកចិត្តឡើយមើលទៅរឹកពីរបស់កូនគួរឲ្យភ័យខ្លាចណាស់នាងប្រពន្ធខ្សឹបប្រាប់ប្តីទាំងតក់ស្លុតមិនតាន់ផុតមាត់ក្លិនសាកសពរបស់សត្វភាយចេញពីក្នុងបន្ទប់ដែលបរិសនោះដើរចូលទៅវាចោលក្លិនចោលពេញបន្ទប់ធ្វើឲ្យពីរញាក់ប្តីប្រពន្ធចង់ក្អួតម្ដងទៀតញាក់ទាំងពីរសម្លឹងមើលនាឡិកាកន្លងទៅអស់រាប់ម៉ោងភ្លៀងក៏នៅតែមិនព្រមរាំងភ្លាមនោះមានសម្លេងរបស់ស្ត្រីម្នាក់ស្រែកយំធ្ងន់ធ្ងរឡើងពីក្រោយខ្ទមនោះម្ដងទៀតប្រៀបដូចជាមនុស្សបានទទួលការឈឺចាប់យ៉ាងខ្លាំងក្លាពីរញាក់ប្តីប្រពន្ធហើបគូតចេញពីគ្រែសម្លឹងមុខគ្នាលឹងព្រោះឆ្ងល់នឹងសម្លេងធ្ងន់ធ្ងរដ៏កណ្ដៅនោះជាអ្វីបរិសជាប្តីចង់ទៅមើលប៉ុន្តែប្រពន្ធហាមថាកុំអីល្អជាងតិចលោម្ចាស់ផ្ទះចោទថាយើងចាក់លក់លាន់រឿងរបស់គេអ្វីក្នុងបន្ទប់ដំណើរការទៅទាំងកណ្ដៅកណ្ដែង
ព្រោះសំឡេងនោះឮតិចទៅតិចរហូតដាច់ខ្យល់ទៅហើយទ្វារបន្ទប់នោះចាប់ផ្ដើមបើកចេញនៅខ្លួនឯងដោយមានមនុស្សរុនចេញ Clint អុយភាយចេញពីបន្ទប់នោះធ្វើឲ្យពីរនាក់ប្តីប្រពន្ធចង់ក្អួតម្ដងទៀតសត្វប្រជៀវ 5-6 ក្បាលហៅខ្វាត់ខ្វែងចេញមកទាំងពីរបះរោមព្រាតនាងជាប្រពន្ធតក់ស្លុតដល់ថ្នាក់យំអោបប្តីព្រោះបានឈើរាងកាយរបស់មនុស្សអង្គុយផ្អែកនៅលើជញ្ជាំងនៅសល់តែស្បែកដណ្ដប់ឆាំងសំឡេងសើចលាន់លងឡោនអ្នកស្រុកធ្វើដំណើរតាមថ្នល់ឃើញរថយន្តមួយគ្រឿងនៅចតស្ងៀមអត់ឃើញមនុស្សក៏នាំគ្នាទៅប្តឹងប៉ូលីសដោយសារធ្វើកើនហេតុការណ៍នេះជាញឹកញាប់ប៉ូលីសនាំគ្នាទៅមឿងនៅទីកប់ខ្មោចតៃហងក៏ឃើញរាងកាយរបស់បុរសស្ត្រី2នាក់ដេកនៅលើភ្នោខ្មោចបើកភ្នែកធំលៀនស្ទើរជក់ចេញមកអណ្ដាតរបស់សាកសពលៀនចេញហួសពីមាត់បង្កាក់កណ្ដាលនៅលើគល់កមានស្នាមជួមខៀវក្បាលអាចវិលជុំវិញបានបញ្ជាក់ថាករបស់ពួកគេត្រូវបានកាច់បំបាក់យ៉ាងគួរឲ្យតក់ស្លុតខ្មោចតៃហោងនៅតំបន់នេះយកមនុស្សអស់2នាក់ទៀតហើយសុទ្ធតែអ្នកធ្វើដំណើរឆ្លងកាត់មិនដឹងស្រុកកំណើតនៅឯណាប៉ូលីសរអ៊ឺដាក់គ្នានៅពេលកំពុងរៀបចំខ្មោចតៃហោងទាំង2នាក់ទុកឲ្យត្រឹមត្រូវដើម្បីរងចាំបងប្អូនឪពុកម្ដាយរបស់សពមកយកទៅធ្វើបុណ្យចប់